cắt tam khổ đi ấy mỏ việc lẹ ván phải đa tao muốn là phải muốn phải anh cùng ai vì ngô mà khỏi biết lẹ mồn tơ lẹ ấy á mồn tơ nó can chóp cái camera nó đại camera thay chân đấy mũi nắng ấy bạn ăn pháo lại khôngបាទអនុញ្ញាតគ្រប់ជំរាបសួរទៅកាន់បងប្អូនអរគ្នាដែលនិយមតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទ John KH បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនពីវីដេអូមួយបាទដែលខុសពីវីដេអូរដងនៅត្រង់ថារដងខ្ញុំចោះទៅសម្ភារបងប្អូនដែលមានមុខមាត់ចម្លែកឬក៏រឿងអីចម្លែកក្នុងសង្គមហ្នឹងដើម្បីចែកម្លែកទៅកាន់បងប្អូនអរគ្នាបានទស្សនាប៉ុន្តែសម្រាប់វីដេអូមួយនេះគឺខុសពីរដងនៅត្រង់ថាខ្ញុំបានទៅសម្ភារជាមួយនឹងលោកគ្រូអ្នកគ្រូជាច្រើនអ្នកបាទជាច្រើនអង្គបាទដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងបាទភ្នំសន្ទូចឃុំស្រែថ្មីបាទបងប្អូនដែលចង់ទៅជួបគាត់ខ្ញុំអាចតម្លាក់ link ឬក៏តម្លាក់ទីតាំងជូនបងប្អូនណាបាទអញ្ចឹងរឿងវាដូចតទៅបងប្អូនអរគ្នាដោយសារខ្ញុំបានឃើញវីដេអូគាត់នៅក្នុង page ច្រើនពាក់ព័ន្ធទៅនឹងការចែកម្លែកទៅនឹងជំនឿនិងសាសនាដោយឡែកខ្ញុំមានកម្មវិធីមួយជាមួយកម្មវិធីពិតឬមិនពិតហើយកម្មវិធីនោះគឺជាកម្មវិធីជជែកបែកញែកពាក់ព័ន្ធនឹងរឿងអរូបីរឿងជំនឿសាសនារឿងព្រលឹងរឿងវិញ្ញាណរឿងមុនខ្មៅអីនឹងឯងអញ្ចឹងសម្រាប់បងប្អូនដែលនិយមចូលចិត្តស្ដាប់នៅកម្មវិធីនិទានខ្មោចព្រៃរឿងអីផ្សេងដែលបងប្អូនចូលចិត្តស្ដាប់ហ្នឹងបងប្អូនអាចមកស្ដាប់ជាមួយនឹងកម្មវិធីខ្ញុំបានគឺកម្មវិធីពិតឬមិនពិតបាទដែលជាកម្មវិធីជជែកបែកញែកពាក់ព័ន្ធនឹងរឿងអរូបីនឹងឯងហើយកម្មវិធីយើងអត់ជជែកពាក់ព័ន្ធទៅនឹងនិន្នាការនយោបាយឬក៏ជន់ផលិតលោកគ្រូអ្នកគ្រូណាទេបើសិនជាបងប្អូនបានដឹងថានៅកន្លែងណាមានលោកគ្រូណាបកកាយឬក៏គាត់ចាំជាតិឬក៏គាត់ចេះស្នងរូបអីផ្សេងគឺខ្ញុំទៅជួបពួកគាត់ដែរបាទដល់ឡែកងាកមកកន្លែងនេះវិញបងប្អូននៅខាងភ្នំសន្ទូចនេះគឺមានការទទួលភ្ញៀវរៀងប្លែកខុសពីលោកគ្រូអ្នកគ្រូផ្សេងខ្ញុំបានទៅណាបាទពេលដែលខ្ញុំទៅជួបគាត់គឺគាត់ឲ្យខ្ញុំគោះកដឹងនៅខាងមុខបងប្អូនចាំមើលខ្ញុំបង្ហាញជូនគោះកដឹងនឹង3ដងឧទ្ទិសសិនបានគេឲ្យចូលហើយពេលចូលទៅដល់ភ្លាមគឺគេផ្លុំស្នែងបងប្អូនផ្លុំស្នែងលីឡំជាមួយនឹងការបន្លឺសំឡេងស្រែកយេអ3 4ដងលឺខ្លាំងហ្នឹងបាទហើយជាមួយនឹងភ្លេងដូចជាភ្លេងពិនពៀតយើងបងប្អូនគឺថាអារម្មណ៍យើងពេលនេះគឺព្រឺក្បាលមែនទែនបាទព្រឺក្បាលអាចតែខ្លាចផងហើយវាមានអារម្មណ៍ថាដូចជាយើងកំពុងស្ថិតនៅលើឋានសួគ៌មួយដែលមានពពកនៅជុំវិញហុយអញ្ចឹងយើងមានអារម្មណ៍បែបហ្នឹងហើយសំខាន់មែនទែនគឺទៅដល់កន្លែងគាត់គឺមានអាសនៈទៅដល់4នៅនោះបងប្អូនមករៀបចំណាបាទឥឡូវខ្ញុំសូមនិយាយពីរូបភាពនេះសិនបាទអញ្ចឹងតិចខ្ញុំនឹងឲ្យស្ដាប់ពីសម្លេងរបស់គាត់ផ្ទាល់បងប្អូនណានេះគឺគាត់និយាយពាក់ព័ន្ធទៅនឹងមកគាត់តាំងពីចំនួនណាអញ្ចឹងមកតាំងពីចំនួនពនាងលាវយីតាំងពីចំនួនមុននឹងទៀតអីចឹងទៅបាទដោយសារតែមានបងប្អូនណាគាត់ខមមិនច្រើនថាបងស្រីនេះគឺគាត់មានជំនឿទៅលើសាសនាឥណ្ឌាបាទតែតាមការពិតបើតាមគាត់បកស្រាយគឺសាសនាហិណ្ឌូបងប្អូនណាក៏ចង់ពិសេសឧត្តរទេវីហ្នឹងហើយគេហៅអានេះបោះពនាងព្រះបិតាអន្តរទេវីតែគាត់ឈរដោយកម្ពូលត្រៃសូរគេហៅមហាទេវីរបស់ជ័យរាជទេវីជាមហាទេវីជាមហាសីជ័យរាជាទេវីជាមកុដតំណាងនៅរូបបែបកំពុំឈូកអញ្ចឹងជាមកុដរបស់ទ្រង់អានេះខ្មែរយើងធ្វើចេញពីស្មាច់ស្មាច់ធ្វើដោយដៃដែរណាធ្វើដោយដៃធ្វើចេញពីស្មាច់តែបំផិតដែលរុំហ្នឹងគឺធ្វើដៃផ្ទាល់ដោយមេដាបេដានឹងធ្វើដោយដៃផ្ទាល់មេដានេះតម្លើងវាមេដានេះរុំដោយដៃផ្ទាល់តែម្ដងបាត់អត់មានប្រើឧបករណ៍អីដែលថាជាចាក់ពុំចាក់អីមកគឺរុំដោយដៃមកគាត់នេះបោះមេដាឧមាភក្កនី
បើយើងនិយាយទៅរាប់លានឆ្នាំហើយប៉ុន្តែអត់មានឃើញអ្នកណាដែលក្រងទេហើយឥឡូវពុំឥឡូវយើងអត់មានបទនេះធ្វើតាមការមើលឃើញ តាមផ្លូវបារមី ហើយយ៉ាងខ្លីមកគេហៅផ្លូវញៀន ផ្លូវញៀនចា តែត្រង់គឺជាព្រះមហាក្សត្ររបស់ព្រះឥសូរបាទ ដែលគេទៅទេវលឹងនឹងយូនីនោះបាទ តែអត់ដែរឃើញទេបង ឧមាភគនីឬឧមាទេវីចា មែនទែនពុទ្ធសាសនាលោកជាជនជាតិឥណ្ឌាទេបងប្អូនបាទអញ្ចឹងសាសនាហិណ្ឌូហើយនិងសាសនាពុទ្ធហ្នឹងគឺផ្សារភ្ជាប់គ្នាតាំងពីដើមមកម្លេះបាទមកយូរហើយណាហើយសាសនាហិណ្ឌូហ្នឹងនិងសាសនាព្រហ្មញ្ញសាសនាហ្នឹងគឺមុនពុទ្ធទៅទៀតបាទអញ្ចឹងបងប្អូនខ្លះក៏អត់ទាន់យល់បាទគាត់ថាបងស្រីក៏ជាអ្នកគ្រូនេះគឺស្លៀកពាក់បែបឥណ្ឌាអញ្ចឹងទៅឃើញមានគូយន់លើថ្ងៃហ្នឹងក៏ជាយន់មកខ្មែរដែរបាទបងប្អូនណាអញ្ចឹងឡើយនេះខ្ញុំបញ្យល់តទេខ្ញុំមិនមែនអ្នកចេះដឹងបកាយខាងមុនវិជាការឬក៏ប្រវត្តិសាស្ត្រអីខាងផ្នែកជំនឿសាសនាអីហ្នឹងទេតែខ្ញុំស្ដាប់គាត់ហើយខ្ញុំមកប្រាប់បងប្អូនអរគ្នាវិញហើយសំឡេងខ្ញុំនឹងចាក់ឲ្យបងប្អូនស្ដាប់ម្ដងទៀតប៉ុន្តែដោយសារសំឡេងវាអត់សូវច្បាស់ទេដោយសារមាន noise ខ្លាំងមែនតើនៅពេលនោះយកបានបំពាក់ម៉ៃហើយខ្ញុំបានទៅសម្ភាសគាត់ដល់ទីតាំងផ្ទាល់បាទបងប្អូននេះគឺជាមកុដនៅក្នុងចំនួនមួយបើសិនខ្ញុំនិយាយខុសបងប្អូនកុំប្រកាន់ណាបាទដូចជាចំនួនមុនពនាងលាវយឺទៅទៀតបាទនឹងនៅចំនួនណាទេប៉ុន្តែមកុដទាំងអស់គឺធ្វើឡើងដោយដៃផ្ទាល់សាងដោយដៃហើយមិនមែនចេះតែយកពាក់ព្រាបប្រាបានទេមុននឹងពាក់យើងត្រូវមានពិធីក្រងមកុដត្រឹមត្រូវយើងត្រូវសុំអនុញ្ញាតអីត្រឹមត្រូវបាទហើយមិនតែមកុដទេសូម្បីតាក្តារបាទក្តារនៃគេមើលជើងលេខគេហៅដេញអតៈបងប្អូនបាទអញ្ចឹងយើងមានលោកគ្រូពីរអង្គឬយើងហៅថាព្រះមេដាព្រះបិតាហ្នឹងគឺគាត់មានជំនាញខាងប្រមាលមើលទៅជាតិមុខជាតិមុនយើងជាស្អីថាយើងជាមេតបយើងជាសេនាឬយើងជាស្ដេចនាគស្ដេចអីឬក៏គេហៅថាអុកញ៉ាអីជំនាន់ហ្នឹងគឺគាត់ដឹងទាំងអស់បាទគាត់អាចមើលដឹងបនិស័យយើងអញ្ចឹងទៅបាទហើយមួយអង្គទៀតព្រះបិតានោះគឺគាត់ដេញតាមជើងលេខអតៈបាទគាត់ដេញអតៈថាយើងនឹងមានគ្រោះថ្ងៃគ្រោះខែគ្រោះឆ្នាំអីគាត់ដេញតាមហ្នឹងអានេះគឺខ្ញុំនិយាយសម្រាប់បងប្អូនដែលជឿទេបងប្អូនជួងដែលខ្ញុំបាននិយាយមិញគឺជួងនេះឯងបាទជួងហ្នឹងពេលយើងចូលក៏ឲ្យយើងគោះ3ដងឧទ្ទិសហើយសុំការអនុញ្ញាតអញ្ចឹងទៅពេលយើងចូលមកខាងក្នុងគេនឹងប្រាប់យើងថាយើងនឹងជាតិមុនជាអីយើងទៅអានេះយើងនិយាយសម្រាប់បងប្អូនដែលមានសេចក្តីជំនឿទេបងប្អូនដែលអត់ជឿក៏អត់ទៅបងប្អូនកន្លែងនេះខ្ញុំចង់បញ្ជាក់បន្តិចបាទតិចខ្ញុំដាក់មកកន្លែងនៅក្នុងអាសនៈវិញណាកន្លែងនេះគឺពេលដែលខ្ញុំទៅជែកគ្នាជាមួយនឹងលោកគ្រូអ្នកគ្រូប្រហែលអង្គនឹងត្រូវក៏គាត់ចង់បង្ហាញខ្ញុំឲ្យឃើញអំពីវត្ថុស័ក្តិសិទ្ធិបាទដែលស្ថិតទៅលើភ្នំសន្ទូចយ៉ាងឯងហើយយើងមកទាំងយប់បងប្អូនមកម៉ោងប្រហែលជា11 12យប់បងប្អូនគឺមកទាំងយប់មកធ្វើអីគឺយើងមកដើម្បីមកស្ដាប់គាត់ធ្វើពិធីបាទគឺគាត់ធ្វើពិធីអញ្ជើញគេហៅថាមិនដឹងថាប្រពើស្នូកាឬក៏អីទេតែខ្ញុំខ្លាចខ្ញុំថាខុសបងប្អូនណាបែរជាពិធីអញ្ជើញវត្ថុស័ក្តិសិទ្ធិឬក៏អញ្ជើញវិញ្ញាណអីយ៉ាងឯងនិយាយទៅរឿងអមនុស្សនេះគឺបងប្អូនខ្លះក៏ជឿខ្លះក៏គាត់អត់ជឿប៉ុន្តែពីកម្មវិធីមិនតម្រូវឲ្យបងប្អូនអរគ្នាត្រូវតែជឿទេបងប្អូនអាចស្ដាប់អាចទស្សនាបានដោយវិចារណញ្ញាណដោយការទទួលខុសត្រូវដោយខ្លួនឯងវេទនិយាយថានេះគឺជារឿងពិតឬក៏រឿងមិនពិតបាទត្រឡប់មកវិញនេះគឺជាសកម្មភាពទាំងស្រុងដែលពួកខ្ញុំក្រុមការងារបានចុះទៅសម្ភាសក៏ដូចជាផ្ដិតយករូបភាពពិតប្រាកដជាក់ស្ដែងតែម្ដងបងប្អូនកន្លែងនេះខ្ញុំចង់ប្រាប់បងប្អូនអរគ្នាថានៅពេលដែលពួកខ្ញុំបានចុះទៅដល់គឺថាចុះទៅទាំងយប់ម៉ោង12យប់បាទឡើងមកលើភ្នំមកពេលយើងទៅជួបពួកគាត់ហ្នឹងល្ងាចម៉ោងប្រហែលជា5 6ប៉ុន្តែទម្រាំនៅសម្ភាសគាត់ចប់ហើយយើងសោះស្រូបអាហារសម្រន់ហើយក៏គាត់បបួលយើងឡើងមកលើភ្នំដើម្បីធ្វើពិធីបួងសួងពិធីអញ្ជើញបាទអញ្ជើញគេហៅថាវត្ថុស័ក្តិសិទ្ធិអញ្ជើញទស្សបរមីដែលកាន់ថែសាភ្នំហ្នឹងដើម្បីឲ្យខ្ញុំបានឃើញថានេះពិតជាមានពិធីបួងសួងពិតជាមានមន្តអាគមមានទៅលើរឿងព្រលឹងវិញ្ញាណពិតមែនបាទដើម្បីឲ្យខ្ញុំតែជាអ្នកផលិតមាតិកាកម្មវិធីនេះបានយល់ហើយក៏បានជឿបានឃើញច្បាស់គាត់ខំព្យាយាមបាទធ្វើពិធីហើយផ្លូវឡើងទៅធ្វើពិធីនេះគឺថាពិបាកបងប្អូនសំបរសបាទសៃម៉ៅ
xây mai sầm pung bây đa nghiệp của anh có ăn mau vui chơi nó bật chơi nó bát trà còn tay bữa bật một ngày vẫn ô cua chỉ giờ làm bát cô bị đạp thì môn nó khi mà thọt con gần năng thế ទីតាំងនេះស្អាតណាស់បង thì em po thì bao bao chục cái đó បាទ là ăn chơi nó បាទ ទៅធ្ងន់ còn tay bên thọt tới thì biết ăn tam camera này cũng tay bắt ăn khá បាទ em thọtទៅយកដែរនោះ បាទ អូអានេះដល់មកទំដល់ណាទៅបាទមកដល់នេះ បាទពិបាកមិនទី1គឺចដើរឡើងទៅលើនេះគឺវាទី1វាងឹតផងហើយទី2ទៀតវាគឺថាវាស្ងាត់ឡើងរងំមែនតើវាអមទៅដល់សំឡេងឆ្កែលូទៅទៀតបងប្អូនឆ្កែហ្នឹងវាមិនដឹងយ៉ាងម៉េចវាលូតាំងពីយើងមកដល់ភ្លាមគឺវាលូផងព្រុសផងលូផងព្រុសផងហើយអាសំឡេងសัตว์យប់ឡើងយើងមិនដឹងថាសัตว์អីខ្លះទេបងប្អូនថាកាត់តាមក្រោមនេះហីមកវាធ្លាក់អវ៉ាន់ណាបងមើលដល់ពេលដើរទៅមុនពាក់មុនណាអានទៅអានអីលើយកទៅពេលឯងកុំឲ្យវាងូបមកក្រោយពេលធ្លាក់មុនទៅអីហ៎មុនទៅនៅកាន់ជាប់នឹងកាមេរ៉ាហ្នឹងអូដាក់កាមេរ៉ាថែចឹងណាមួយហ្នឹងហើយបាទអីគេមិញអត់ផងធ្លាក់អីហ៎អូចាក់ជុំណាជុំទៅទឹកអប់ពងខ្ចីទីតាំងក្នុងនេះស្អាតណាស់ខាត់មកទីមកមិនដឹងថាមៀមទីទុយក៏ខ្លាញ់ស្រាក់អានេះមិនមែនបន្ថែមសម្លេងឲ្យបងប្អូនឯងស្ដាប់ទៅមានអារម្មណ៍ថាចេះថែមថយរឿងថែមថយស្ថានភាពឲ្យកាន់តែខ្លាចដើម្បីយក view មិនមែនទេបងប្អូនគឺជាក់ស្ដែងចាំមកខ្ញុំបើកសម្លេងបងប្អូនស្ដាប់ទៀតទៅសពយ៉ាងថ្វាយដល់ទ្រង់គ្រប់ព្រះអង្គនិងអង្គបារមីគ្រប់ព្រះអង្គដូច្នេះហើយសូមទ្រង់ករណាសន្តោសយាងបង្ហាញរូបបង្ហាញកាយបញ្ចេញអភីដល់បុត្រាបុត្រីឲ្យបុត្រាបុត្រីថតហើយកណ្ណាល្បីល្បាញរន្ទឺគ្រប់ទិសទាំង8មនុស្សសត្វទូទាំងលោកីឲ្យពោឲ្យជ័យគ្រប់គ្នានិងសូមឲ្យបុត្រគ្រប់អង្គស្គាល់តែសុខហើយនឹងចម្រើនហើយនឹងជោគជ័យគ្រប់ប្រការសូមយាងអង្គព្រះគ្រូជាម្ចាស់ដល់ចម្រើនខ្ញុំម្ចាស់ក៏សូមលើកហត្ថថាទាំងទ្វេឡើងប្រណម្យបង្គំវន្តាទៅដល់ព្រះបិតានាគវន្ទេពជាម្ចាស់ដែលទ្រង់មានឫទ្ធិទ្រង់មានអំណាចទ្រង់មានដៃជះហើយក៏សូមអរតនីយាងទៅដល់ព្រះបិតាព្រះអង្គខ្មៅដែលទ្រង់មានឫទ្ធិស្រីខ្មៅសំពងព្រីហោះព្រីហើព្រីដើរលើដីព្រាយក្បាល8ក្តីអរុបអរិយនៅតាមចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាទេវតាថិតថែរក្សានាពេលរាត្រីសូមទ្រង់ចាក់ភពចាក់ឋានសម្ដៅមកទីនេះដើម្បីរួមប្រហោះនឹងបុត្រាបុត្រីប្រោះព្រំប្រសិទ្ធិពរជ័យព្រមទាំងដេញនៅមាចង្រៃដែលកំពុងតែបៀតបៀនមកលើមនុស្សសត្វទាំងឡាយទាំងពួងនេះឲ្យវិនាទៅសាគឺលឺស្គាល់សំឡេងឆ្កែព្រុសឆ្កែលូហើយអាសំឡេងសត្វជប់ឡើងនោះវាចាប់ដើមស្រែកដោយសារនៅលើព្រំសទូចនេះគឺជាកន្លែងដែលសម្បូរទៅដោយដើមឈើច្រើនហើយមានថ្មភ្នំមានអីចឹងហើយដំណើរយើងឆ្លងកាត់មានភ្នោខ្មោចមានអីយើងហៅថាម៉ុងចិនមានម៉ុងចិនអាហ្នឹងហើយក៏មានសាលាសំណាក់គេដែរបងប្អូនប្រពេលថ្ងៃយើងអាចថាដោយសាលាឆោទៀនឬក៏ជីខ្ទមអីមួយស្រាប់យើងសម្រាប់ពេលយើងពេលថ្ងៃអញ្ចឹងហើយនៅលើភ្នំសទូចនេះគឺនៅជាប់ហ្នឹងគឺមានវត្តមួយឈ្មោះវត្តភ្នំសទូចហ្នឹងតែម្ដងបាទហើយពួកយើងលីសម្ភារៈមកទាំងយប់ខ្ញុំភ័យខ្លាចធ្លាក់អីវ៉ាន់បាត់អស់ទេព្រោះអ្នកលីគាត់អារម្មណ៍អត់ដឹងខ្លួនទេគាត់ភ័យគាត់ថាមិនដែរមកថតអីទាំងយប់ផ្ទាល់អញ្ចឹងអត់ដូចខាងពេកគេផ្សេងគេសំដែងគេកាត់តគេដាក់មនុស្សអីធ្វើខ្មោចធ្វើអីដើម្បីបន្លាចបញ្ញាបងប្អូនណាតែពួកខ្ញុំអត់ទេបើមកអត់ជួបគឺអត់ជួបបើមកជួបគឺខ្ញុំថតបាននឹងបង្ហាញជូនបងប្អូនអរគ្នាហើយកន្លែងគឺខ្ញុំភ័យខ្ញុំថាគាត់ថាមកឯងប្រយ័ត្នជ្រុះអវ៉ាន់អស់
ចឹងអ្នកលីកាមេរ៉ាទៅនឹងអារម្មណ៍គាត់គឺអត់នឹងខ្លួនទេហើយនៅខាងមុខនោះគឺជាកន្លែងនៃគេធ្វើពិធីហ្នឹងឯងបងប្អូនយើងឃើញមានស្លៀកសពាក់សមានក្រហមមានអីបងប្អូនឃើញគ្រាន់តែឃើញក៏បងប្អូនញាក់សាច់ដែរខ្ញុំនិយាយស្មោះត្រង់បើអ្នកផ្សេងពីខ្ញុំអ្នកគេមិនខ្លាចអីបើអ្នកដែលខ្លាចល្មមអត់ហ៊ានថតទេដោយសារញាក់សាច់មិនបងប្អូនទៅដល់ឃើញឃើញទេរូបភាពគឺសុទ្ធតែអ្នកស្លៀកសពាក់សដូចអីសីអញ្ចឹងហើយពេលនេះគឺមិនទាន់ខ្លាំងទេចាប់ដើមល្មមទៅរៀបចំពិធីសែនព្រេនអីទេដល់តែពេលបន្តិចទៀតនោះបានចាប់ដើមខ្លាំងទៅនៅពេលដែលចាប់ដើមគាត់យកស្នែងមកផ្លុំចាប់ដើមគាត់សូត្រគាត់អញ្ជើញគាត់រៀបចំគ្រឿងគាត់ដូចជាងក្រុងបលីមិនដឹងឬក៏ប្រពឺស្នូកាឬក៏ដង្វាយថ្វាយអីទៅយើងក៏នៅមានបាយសៃស្រស់អញ្ចឹងណាបាទគាត់តម្រូវពួកយើងតែម្ដងយើងមកគាត់តម្រូវថាយប់ឡើងដឹងនាំទៅជួបរបស់ពិតបាទហើយបានជួបរបស់ពិតមែនចាំមើលយប់តិចខ្ញុំឲ្យបងប្អូនមើលថាជួបរបស់ពិតជួបបែបម៉េចបាទអញ្ចឹងនេះគឺជាពិធីគាត់អុជធូបអុជទៀននៅជុំវិញថ្មដាហ្នឹងបាទហើយភ្លើងដែលបងប្អូនឃើញចាំងភ្លឺគឺភ្លើងសូឡាបាទសូឡាយកមកបំពាក់ដើម្បីឲ្យយើងថតទៅមើលឃើញច្បាស់ហ្នឹងតែមើលមិនសូវឃើញច្បាស់ហើយបើក្នុងទូរស័ព្ទក៏នឹងច្បាស់បើក្នុងកាមេរ៉ាអត់សូវព្រោះកាមេរ៉ាវាត្រូវការភ្លើងខ្លាំងបងប្អូនទៅគ្រប់បានអាចមើលឃើញច្បាស់បានណាហើយបងប្អូនឃើញទេតាមរូបភាពនេះគឺនៅក្នុងនៅខាងក្រោមថ្មដាធំមែនតើគឺថ្មធំហើយគេរៀបចំមានចន្លោះមានអីខ្ញុំធ្លាប់តែខ្លួនឯងធ្លាប់ដឹកនាំសម្ដែងដឹកនាំរឿងទៅថតរឿងខ្ញុំឃើញគេរៀបចំខាងពួកប្រອບគេរៀបចំភ្លើងអីអញ្ចឹងបាទអានេះគឺជាក់ស្ដែងគឺរៀបចំដូចគ្នាប៉ុន្តែមិនមែនរៀបចំសម្រាប់ថតកុនទេគឺរៀបចំសម្រាប់រៀបចំពិធីបាទដើម្បីអញ្ជើញដើម្បីឧទ្ទិសដើម្បីបួងសួងបាទស្ដេចព្រាយស្ដេចខ្មោចឬក៏រុក្ខរអ្នកតាដើម្បីឲ្យគាត់ទៅបង្ហាញខ្លួនបង្ហាញរិទ្ធគាត់បង្ហាញអំពីបដិហាបាទបដិហាគឺមានន័យថាបង្ហាញលទ្ធិបារមីរបស់គាត់នឹងឯងស្រាប់តែមកមែនបងប្អូនមកគឺមកចូលតែហ្មងហើយខ្ញុំស្ដាយបងប្អូនស្ដាយពេលហ្នឹងគឺខ្ញុំអត់បានថតដល់កន្លែងចូលហ្នឹងខ្ញុំទីមួយខ្ញុំខ្លាចផងខ្ញុំដល់ពេលគាត់ចូលហ្នឹងកាត់អធិការចូលមិនគឺបងស្រីម្នាក់ដែលគាត់មករៀបចំពិធីមួយយើងដែរខ្ញុំហៅគាត់ថាអ្នកគូហ្នឹងបើចិត្តខ្ញុំដាក់រូបគាត់ឲ្យមើលនឹងដាច់ចោលហើយគាត់អត់អីទេអត់ស្វឹងទេរូបចូលបត់កុំអត់រឿងអ្វីដែលជាស្នងរូបស្ទើទៀតឡាបសាសណាមិនទឹកសតទេហើយចង់បានបណ្ណាទៀតលើគឺបាបរូយាយមិនអាចចាប់តែតំគ្រូស្លាប់ទេតែតែជាមួយវាហើយចាប់បាំងហុកទៀតបាំងម៉ាស់គេអីបើអញ្ចឹងមិនសំដែងរូបខាងក្រៅផ្សេងឲ្យឃើញមកហើយអភិហាមកខ្វះរូបដល់បើឆ្វាច់ពីឆ្វាច់មកមេដាអ្នកដែរចាំទៅទទួលទៅខ្ញុំកាត់ធ្វើអីខ្ញុំឲ្យរូបវាខ្មាស់គេថ្ងៃក្រោយវាលេងឲ្យយើងសន្ធិដ្ឋដែរដូចចូលសន្ធិដ្ឋខ្លួនគាត់ហើយយើងស្មានគាត់សោយធម្មតាដំបូងដល់ពេលយើងក៏លេចមកហាក់មិនបានគាត់ទៅនៅលើថ្មឲ្យខ្ពស់ជាងគេមែនដោយសារនៅលើភ្នំសទូចហ្នឹងគឺវាមានថ្មខ្ពស់ធំបងប្អូនដែលធ្លាប់ទៅលេងភ្នំសទូចប្រហែលជាដឹងហើយថ្មខ្ពស់ធំមែនតើស្រាប់តែបាត់គាត់មកសបអត់ឃើញគាត់ឡើងតែអង្គុយសមាធិនៅលើនោះហើយស្រាប់តែឲ្យចូលខ្លួនគាត់ផ្លុកបាទចូលខ្លួនគាត់ផ្លុកហ្មងដល់ពេលចូលខ្លួនគាត់ទៅគាត់សោចដូរសំឡេងបាទទៅជាសំឡេងអីផ្សេងយើងចាប់ដើមមានអារម្មណ៍ព្រឹសក្បាលហើយស្រាប់ពេលដែលសំឡេងហ្នឹងគាត់លោតចុះពីលើថ្មម្ដងខាងក្រោមបងប្អូនណាយើងជាមនុស្សប្រុសក៏អាចថាក្រិចជើងដែរកម្ពស់ណានេះប្រហែលកម្ពស់5ម៉ែត្រទៅដឹងបងប្អូនកម្ពស់ 4-5 ម៉ែត្រទៅដឹងអីក៏មិនដល់ទេប៉ុន្តែខ្ពស់គួរសមដែរគាត់លោតមកដឹបមកដល់ក្រោមបាទហើយធម្មតាស្រាប់តែលើកអកស្រាសមដបលើកដាច់ប៉ាត់បងប្អូនសាកសម័យមើលយើងមនុស្សសាមញ្ញជនប្រតិជនធម្មតាមិនអាចតែផឹកស្រាអស់ស្រាសបងប្អូនលើកបដបដាច់ប៉ាត់ហ្មងគាត់ថាស្ទើនៅស្ទើទៀតបងប្អូននៅស្ទើទៀតហើយគាត់មកថាគាត់អត់ចង់ឲ្យយើងថតគាត់ទេព្រោះខ្លាចរូបវាអាក្រក់រូបមិនស្អាតខណៈឲ្យយើងថតទៅថ្ងៃក្រោយទៅគឺឃើញមុខយើងអត់ស្អាតអីចឹងណាឃើញមុខគាត់នឹងអត់ស្អាតតែតាមពិតគាត់ចូលក្នុងសបកបងស្រីនឹងគាត់មានអីគាត់ស្អាតទាំងអីចឹងតែអ្នកក្នុងរូបគាត់នឹងអាចមិនសូវស្អាតសក់សំពងអីចឹងបងប្អូនបាទនៅពេលហ្នឹងហើយគឺជាពេលមួយដែលខ្ញុំចាប់ផ្ដើមខ្លាចចាប់ផ្ដើមព្រឺក្បាលឲ្យអារម្មណ៍ថាមិនមែនធម្មតាបាទបើយើងគិតថាជាការសម្ដែងជាការ
បោកប្រឆោតអីបន្លំភ្នែកហ្នឹងអ្នកណាថាមិនក៏ថាចុះអ្នកដែលមិនបានធ្លាប់ជួបណាតែស្ថានភាពមួយហ្នឹងគឺខ្ញុំភ័យសង្លិចណូមបងប្អូននិយាយស្មោះត្រង់ហ្មងបាទចូលសបកគាត់ហ្នឹងឲ្យចាប់ផ្ដើមបដូរការនិយាយចាប់ផ្ដើមសម្លេងសើចចេញមកគឺវាទៅនឹងសុទ្ធតែម្ដងបងប្អូនហើយនៅលើភ្នំអញ្ចឹងទៀតมันអាចយករឿងមកលេងសើចបានទេហើយវីដេអូហ្នឹងក៏ខ្ញុំបានផុសនៅក្នុង YouTube កម្មវិធីពិតឬមិនពិតដែរបងប្អូនអាចចូលទៅមើលក្នុងវីដេអូហ្នឹងបានវីដេអូពេញដឹងថាគាត់សើចមិនហើយគាត់ចុះទៅលើថ្មគាត់ចុះយ៉ាងម៉េចអីយ៉ាងម៉េចបាទបើទោះជារូបរាងកាយនឹងមិនឈឺក៏សបកនឹងឈឺដែរបងប្អូនបាទលោតមកកពុះណាស់នេះពីលើថ្មសុទ្ធដឹបលោតមកហើយស្រីទៀតបងប្អូនគិតមើលបាទនេះគឺជាគេថាអភិនិហាមួយឬក៏អាចថាបដិហាមួយដែលបារមីគេហៅថាវត្ថុស័ក្តិសិទ្ធិឬក៏គេអញ្ជើញស្ដេចព្រាយនឹងមកបាទដើម្បីមកសន្ធិដ្ឋបាទឥឡូវបានមកមែនហើយចូលទៅគាត់ហ្នឹងល្បីថាគាត់ជារូបស្នងបាទអញ្ចឹងតួអង្គនីមួយៗគឺតែងតែមានភាពខ្លាំងខុសគ្នាតួនាទីខុសគ្នាអញ្ចឹងបងប្អូនខ្លះកុំឲ្យទៅវិតម្លៃឃើញគេរំថ្វាយគ្រូរំអីហ្នឹងបងប្អូនកុំវិតម្លៃគេថាគេឈួតគេអញ្ញរអរិយចូលបាទបងប្អូនមានពេលខ្លះតួនាទីរបស់អ្នកកាន់វត្ថុស័ក្តិសិទ្ធិអ្នកលេងបារមីគឺខុសគ្នាអ្នកខ្លះទៅតួនាទីកាន់មេតបអីចឹងទៅខ្លះទៅបារមីស្ដេចនេះអីចឹងទៅហើយអ្នកខ្លះទៀតក៏គាត់កាន់បារមីផ្សេងៗលោកយាយម៉ៅអីលោកយាយសក់សំពងអីមេតបលោកតាក៏លួចលោកតាអីអញ្ចឹងទៅណាលោកតាឃ្លាំងមើលក៏បារមីអីផ្សេងអញ្ចឹងបងប្អូនដែលមើលមិនឃើញយើងជាសាមញ្ញជនបឋិតជនបងប្អូនអាចជេរប្រមាថថាខ្ញុំជឿងប់ងល់ខ្ញុំបានបង្កើតកម្មវិធីនេះមកឲ្យបងប្អូនពិចារណាថាជឿឬមិនជឿពិតឬមិនពិតប៉ុន្តែបើយើងអត់ជឿយើងកុំប្រមាថរបស់ដែលយើងមើលមិនឃើញជួនកាលសាមញ្ញជនប្រភេទដូចយើងមិនអាចមើលនឹងភ្នែកបានទេតើតែគេអ្នករៀនអ្នកសិក្សាទៅលើផ្លូវហ្នឹងទើបបានគេមើលឃើញហើយដល់ពេលគេមើលឃើញគេបង្ហាញយើងអ្នកសាមញ្ញជនយើងមិនថាមិនជឿទេយើងប្រមាថទៀតអាហ្នឹងវាគ្រោះថ្នាក់មែនទែនបងប្អូនរបស់ដែលមើលមិនឃើញយើងទៅប្រមាថណាអញ្ចឹងទេកុំឲ្យទៅគេហៅថាទៅធឺស្មោឬក៏ទៅប្រកែកប្រណាំងឬក៏ទៅជន់ពលិចគេថាគេនឹងបោកប្រាស់គេមិនទាន់បានបោកយើងមកកាក់ផ្សេងណាសេចក្តីជំនឿគឺកើតចេញពីសទ្ធាជឿបងប្អូនជឿក៏ជឿទៅមិនជឿក៏អត់ទៅអញ្ចឹងបារមីនីមួយៗគឺមានតួនាទីខុសគ្នាអ្នកខ្លះគាត់ប្រកែកខាងតែខាព្រលឹងទេគាត់ប្រកែកខាងដោះអំពើដល់តែពេលទៅឲ្យគាត់ធ្វើខ្សែចកេះខ្សែគាត់អត់ធ្វើទេគាត់ធ្វើក៏គាត់ថាមិនទៅប្រកែកហើយអ្នកខ្លះក៏គាត់ប្រកែកខាងអីគេខាងបញ្ជាន់រូបបាទប្រកែកតែចេះតែបញ្ជាន់រូបទេពេលរូបចេញបាត់អត់ចេះស្អីទេតលងមូតែហ្មងបាទពេលរូបជោងខ្លួនគាត់ចេះទូទាយគាត់ចេះផ្សំថ្នាំគាត់ចេះមើលអំពីរាសីគាត់ចេះស្រោចទឹកគាត់ចេះដោះផ្លុំអីចឹងទៅហើយអ្នកខ្លះទៀតគាត់កាន់បារមីខាងណាណាខាងទីថាគាត់រំគាត់ច្រៀងគាត់ថ្វាយភ្លេងគាត់ឈរអញ្ញអាហ្នឹងជួនកាលវាជារូបគេហៅថាបារមីគាត់ហ្នឹងមកសន្ធិដ្ឋនឹងខ្លួនហ្នឹងអ្នកស័ក្តិសិទ្ធិហ្នឹងគេមិនអ្នកបារមីហ្នឹងគេមិនរូបកាយក៏ត្រូវធ្វើអញ្ចឹងតាមខ្ញុំឧទាហរណ៍មួយថាដូចជាករណីគេថាមានគ្រូស្នេហ៍ប្រកែមែនតើគ្រូស្នេហ៍ហ្នឹងគឺគេតម្រូវឲ្យអ្នកដែលមកធ្វើស្នេហ៍ត្រូវតែរួមមេត្រីជាមួយនឹងលោកគ្រូហ្នឹងបាទត្រូវតែរួមមេត្រីមួយគ្រូដោយសារអីគ្រូហ្នឹងបើសិនជាយើងមិនរួមមេត្រីមួយគាត់ទេអត់ប្រកែស្នេហ៍ហ្នឹងมันអាចប្រកែទៅដាក់ឲ្យថាសំទោសនិយាយថងចេះតែចោះទៅថាអ្នកខ្លះក៏ដាក់ស្នេហ៍ក៏ចង់បានប្តីគេឬក៏ចង់បានតោងប្តីអ្នកមានបាទហើយក៏បុរសហ្នឹងមិនសូវស្រឡាញ់គាត់ក៏ចង់ឲ្យបុរសហ្នឹងស្រឡាញ់គាត់ខ្លាំងក៏ដាក់ស្នេហ៍អញ្ចឹងលក្ខខណ្ឌដែលគ្រូបកែហ្នឹងក៏ត្រូវឲ្យនារីម្នាក់ហ្នឹងត្រូវតែទៅដេកជាមួយគ្រូហ្នឹងប៉ុន្តែតាមក៏ពិតមិនមែនដេកជាមួយគ្រូទេគឺដេកជាមួយនឹងបារមីដែលកាន់គ្រូហ្នឹងហើយបារមីដែលកាន់គ្រូហ្នឹងបងប្អូនដឹងស្រាប់មិនមែនខាងប្រពុតទេប្រពុតគឺมันមានគេហៅថារៀនមុនវិជាការរៀនមុនអាគមអីអត់មានទេប្រពុតគឺលោកបង្រៀនតែសេចក្តីល្អបង្រៀនតែធម៌បង្រៀនតែសច្ចៈអីចឹងទៅតែមិនមែនមានន័យថាប្រពៃសាសនាហ្នឹងវាអាក្រក់ទេប្រពៃសាសនាគឺកើតពីប្រពុតទៅទៀតប៉ុន្តែគេមានរបៀនគេមានអាគមមានអីគេចឹងទៅអញ្ចឹងគ្រូហ្នឹងអាចថាជាអសលកាយអាចថាជាព្រាយគេថាចុះបើអសលកាយព្រាយមិនអាក្រក់ទាំងអស់ទេព្រាយខ្លះគឺគេកាន់ធរកាន់អាកាន់សិលដែរហើយអសលកាយដល់ស្រាប់ហើយគឺចូលចិត្តស៊ីសាច់ខ្លែមស្រាបាទស្រីចឹងទៅអញ្ចឹងពេលដែលអសលកាយមកស្ថិតគ្រូមកในគ្រូគឺស្នងរូបឬក៏មានបារមីខាងអសលកាយកាន់អញ្ចឹងទៅទីហោចេះប៉ុន្តែគេប្រកាយខាងស្នេហ៍អញ្ចឹងបងប្អូនចង់ឲ្យស្នេហ៍ប្រកាយបងប្អូនត្រូវថ្វាយខ្លួនឲ្យគាត់បាទអញ្ចឹងដេកជាមួយគ្រូហ្នឹងហើយសួរថាចាស់សបកដឹងអត់ចុះដឹងថាខ្លួនឯងដេកជាមួយគេអត់ដឹងតែមុននឹងគេ
ដេកជាមួយយើងគឺត្រូវមានពិធីទៅទៀតពិធីគឺជាពិធីថ្វាយខ្លួនព្រមព្រៀងត្រឹមត្រូវណាមិនមែនទៅចាប់បខំគេទេគឺពិធីគេពិធីថ្វាយខ្លួនអញ្ចឹងសុទ្ធតែនាងនឹងតែព្រមថ្វាយខ្លួនឲ្យមកគ្រូនឹងអត់បាទតែព្រមហើយទើបបានគេបានទទួលបានទទួលហើយបាទអញ្ចឹងក៏គ្រូនឹងរៀបចំឲ្យនាងទៅដេកជាមួយគ្រូនឹងសបកនឹងដេកមួយម្នាក់ស្រីទៅបាទដូចតែយើងមនុស្សម្នាធម្មតាដេកហើយក៏មិនមែនថាដេកហើយណាបាទអាពេលដេកហ្នឹងអាខ្លួនក៏ថ្វាយអាតំណឹបក៏ឲ្យតំណឹបហ្នឹងសបកនឹងយកទៅបាទសបកយកតំណឹបហ្នឹងទៅជាលៀបសការៈផ្សេងទៅបាទជាទឹកផ្លែឈើនំនេកធូបទៀនហ្នឹងបច្ច័យចឹងទៅប៉ុន្តែខ្លួនហ្នឹងគឺឲ្យមកគ្រូឲ្យមកអសល់ហ្នឹងបាទប៉ុន្តែតាមរយៈសបកហ្នឹងជាអ្នកដែលធ្វើហើយអសល់អ្នកបានទទួលដល់អញ្ចឹងណាបាទហើយអាស្នេហ៍ក៏ប្រកែអញ្ចឹងទៅអានេះគឺជារឿងមួយដែលខ្ញុំបានលើពីលោកគ្រូអ្នកគ្រូខ្លះក៏ចែកម្លេចមកខ្ញុំអញ្ចឹងត្រង់ថាពិតមិនពិតបងប្អូនស្ដាប់ឲ្យពិចារណាទៅតាមការគួរណាបាទហើយមែនតើរឿងមន្តអាគមរឿងគេហៅថាបារមីនេះបងប្អូនថាជឿមិនជឿក៏អត់ទៅប៉ុន្តែកុំប្រមាថដោយសារបច្ចុប្បន្ននេះក៏នៅតែមានបារមីដែរហើយបារមីយើងពិចារណាទៅវាមានកលុកកលៈច្រើនណាបងប្អូនបាទច្រើនណាស់មានពិតខ្លះមិនពិតខ្លះមិនពិតមានន័យថាជួនកាលរបស់ខ្លាំងគឺជារបស់ផ្សេងតែគេបន្លំទីហោថាដូចជាបងប្អូនទៅរកគ្រូខាងខាបព្រលឹងខាបវិញ្ញាណបាទគេខាបបានមែនប៉ុន្តែអាចមិនមែនជាព្រលឹងវិញ្ញាណរបស់បងប្អូនសាច់ញាតិរបស់យើងក៏ថាបានអាចនឹងគេប្រើព្រាយគេប្រើអ្នកតាគេប្រើកូនក្រក់គេប្រើផ្សេងដើម្បីយកព័ត៌មានមកប្រាប់គេហើយទៅចូលខ្លួនសាច់ញាតិយើងមិនយើងជឿដូរនឹងលៀបសការៈផ្សេងបាទតោះហ្នឹងហើយដែលគេហៅថាបន្លំបាទអញ្ចឹងបងប្អូនកុំអាចជឿពេកហើយមានរឿងរ៉ាវជាច្រើនទៀតនៅក្នុងហ្នឹងតែខ្ញុំសូមអត់តន់និយាយចាំវីដេអូក្រោយៗខ្ញុំនឹងបកស្រាយជូនបងប្អូនអរគ្នាឲ្យកាន់តែច្បាស់ឥឡូវនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវីដេអូនេះបងប្អូនពេញចិត្តចូលចិត្តហើយបើស្រឡាញ់ចូលចិត្តខ្ញុំកុំភ្លេចចូលទៅជួយ Subscribe ម្នាក់មួយហើយកុំភ្លេចចុចរូបកណ្ដឹងយកពាក្យ All Notification ដើម្បីឲ្យពេលដែលខ្ញុំផុសវីដេអូទៅបងប្អូនបានឃើញទាំងអស់បាទបានមុនគេទៀតអរគុណពីការសម្រាយក៏សម្លេងរបស់ខ្ញុំតែងតែមានកំហុសបើសិនជាខុសទាស់ត្រង់កន្លែងណាប៉ះពាល់ដល់លោកគ្រូអ្នកគ្រូប៉ះពាល់ដល់បងប្អូនមិនពេញចិត្តត្រង់កន្លែងណាក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់ខ្ញុំបាទផងអញ្ចឹងខ្ញុំសូមគោរពអរគុណក៏ដូចជាជម្រាបលាបាទ